ហើយបនកុសលនឹងមិនបាច់ទៅចម្រើនណែណាឆ្ងាយទេដូចអាត្មាធ្លាប់បញ្ជាក់តាស្រែបនណែណាឲ្យប្រសើរស្មើនឹងស្រែនៃមេដាបៃតាដែលនៅក្បែរខ្លួនលើកលែងតែស្រែគឺសង្ឃរតនៈមួយចេញទេដកតែសង្ឃរតនៈមួយមកគឺមេដាបៃតានឹងជាស្រែបនដ៏វិសេសសម្រាប់កូនចៅត្រូវបំពេញបនជាមួយហើយមលុបឯណាលើលោកនេះឲ្យប្រសើរស្មើនឹងមលុបនៃមេដាបៃតាក៏មិនមានដែរញោមពិចារណាមើលមលុបឈើមលុបដងដែលយើងច្រកនេះអាដើមឈើដែលយើងច្រករាល់ថ្ងៃនេះឧបមាថាថ្ងៃរះពេលព្រឹកម៉ោង7ដល់ម៉ោង11ថ្ងៃរះពីណាតណាញោមពីណាតណាពេលកើតម្លេចមិនចឹងហើយបើយើងចង់ច្រកមលុបដើមឈើពេលថ្ងៃរះពីកើតយើងច្រកខាងណាច្រកខាងលិចដល់ពេលចាប់ពីម៉ោង1រសៀលរហូតដល់ម៉ោង5ល្ងាចថ្ងៃវាដេញពីណាតណាវិញពីលិចមកកើតអញ្ចឹងបើយើងចង់ច្រកយើងត្រូវរត់ទៅខាងណាវិញរត់ទៅខាងកើតវិញមលុបដែលយើងច្រកនេះគឺយើងរត់តាមកម្លាំងថ្ងៃរត់តាមមលុបប៉ុន្តែមលុបនៃមេដានេះគឺរត់តាមឲ្យយើងច្រកបានទាំងយប់បានទាំងថ្ងៃអាពេលណាក៏យើងអាចច្រកមលុបគាត់បានដែរដោយមិនចាំបាច់រត់តាមមលុបនៃធម្មជាតិដូចយើងច្រកសពថ្ងៃនេះទេមលុបនៃមេដាបៃតានេះគឺច្រកបានទាំងយប់ច្រកបានទាំងថ្ងៃគ្រប់ពេលគ្រប់វេលានិងគ្រប់ទីកន្លែងដែលគាត់ថែរក្សាការពារឃុំក្រងយើងទាំងផ្លូវចិត្តផ្លូវកាយតាំងតែពីក្មេងទល់គ្នាចំណាស់នេះបើមេដាមិនប្រកបដោយធម៌បៃតាមិនប្រកបដោយធម៌យើងទាំងអស់គ្នាអត់មានចំណេះចេះដឹងអត់មានយកសក្តនៈទូនាទីអត់អាចរស់នៅសមស្របក្នុងសង្គមនឹងគេបានទេញោមមើលម្ដាយខ្វះធម៌ឪពុកខ្វះធម៌គ្រាន់តែកើតឯងមកគឺគ្មានទំនួលខុសត្រូវហើយបាត់គ្រាន់តែកើតមកដាក់ក្អមឯងបដែចោលទឹកទលេអាខ្លះកើតមកទុកឯងចោលនៅពេទ្យខឹងគ្នាពីអ្នកប្តីពុនគ្នាវាទុកឯងចោលនៅពេទ្យហ្នឹងអ្នកខ្លះកើតមកចិញ្ចឹមឯងធំដឹងក្តីបន្តិចលុកឲ្យអ្នកមានយកទៅធ្វើខ្ញុំគេអស់មួយជីវិតអាខ្លះមិនលុកឲ្យអ្នកមានក៏បង្កើតឯងធំដឹងក្តីបន្តិចដើរដាក់ឯងតាមស្តុបរាយតាមស្តុបដើរសុំទានលើកដៃសាពះយកមកចិញ្ចឹមគាត់ហ្នឹងអាហ្នឹងឯងដែលម្ដាយគ្មានធម៌ឪពុកគ្មានធម៌ប៉ុន្តែដែលមេដាបៃតាដែលប្រកបដោយធម៌ដោយម្ដាយឪពុករបស់យើងនេះគឺជាមេដាបៃតាដែលជាព្រះដ៏ប្រសើរដែលយើងទាំងអស់គ្នាគួរគោរពគួរប្រតិបត្តិតែអាត្មាថាយ៉ាងនេះទោះបីជាម្ដាយឪពុកទាំងប្រមាណប្រភេទដែលអាត្មាលើកឡើងខាងដើមក៏នៅតែជាព្រះសម្រាប់កូនគោរពប្រតិបត្តិដោយអាត្មាធ្លាប់បញ្ជាក់ថាអាត្មាដើរអប់រំក្មេងតាមមណ្ឌលអង្គការកម្មាកព្រាពេលចប់កម្មវិធីមុនហូបបាយមកតែងឲ្យហុចមេក្រូឲ្យគាត់និយាយពីគោលបំណងនៃជីវិតរបស់គាត់ហើយពេលអប់រំគាត់ចប់1ម៉ោង2ម៉ោងអញ្ចឹងទៅហុចមេក្រូឲ្យគាត់និយាយពីគោលបំណងថាកូនឯងអនាគតចង់ធ្វើអីអាមួយនោះវាលើកមេក្រូវានិយាយថាកណាថ្ងៃអនាគតបើធំឡើងកណាបានធ្វើប៉ូលីសកណាចាប់ឲ្យកណាដាក់គុកមុនគេវាថាអញ្ចឹងមកវាថាកណាធំឡើងកណាធ្វើប៉ូលីសហើយមិនតែបានចង់ធ្វើប៉ូលីសថាកណាបើបានធ្វើប៉ូលីសគឺចាប់ឲ្យកណាដាក់គុកមុនគេហើយសួរមិនបានអញ្ចឹងមិនបានទៅគំនុំជាមួយឪពុកអញ្ចឹងកូនលោកគ្រូគិតមើលកណាពីអ្នកបងប្អូនមករស់នៅជាមួយអង្គការគ្មានម្ដាយគ្មានឪពុកគ្មានអាណាព្យាបាលតែលតោលដេកក្រមត្រយ៉ាបនៃអង្គការបាយទឹកឈើជាក្តៅរងាអាស្រ័យគេចិញ្ចឹមថែរក្សាឲ្យបាយឲ្យទឹកវេទនាដោយសារអាណាដោយសារតែអាឪនឹងឯងនឹងនិយាយចឹងខ្ញុំមិននិយាយតាមវាទេបងដោយសារតែអាឪនឹងឯងផឹកស៊ីស្រីញីអូនបងព្រឹកល្ងាចមិនអស់ចិត្តទេមកដល់ផ្ទះតបភ័ក្រម្ដាយកណារហូតដល់ធ្លាក់ឈាមក្រំគ្រាស្លាប់អាស្លាប់ហើយទៅយកប្រពន្ធក្រោយមកឲ្យគេមកវាយដំតបភ័ក្រកូនចៅព្រឹកល្ងាចគ្មានបានរៀនសូត្រកណារស់វេទនាពេកទើបនាំប្អូនមកសុំអង្គការនៅជាមួយអង្គការអញ្ចឹងកណាថាបើកណាធំឡើងកណាបានធ្វើប៉ូលីសកណាចាប់ឲ្យកណាដាក់គុកមុនគេវាថាអញ្ចឹងគោលបំណងវាបាទអាត្មាថាទេកូនលោកគ្រូយល់អំពីទំហំនៃការឈឺចាប់របស់ប្អូនលោកគ្រូយល់ទាំងអស់គ្នានឹងប៉ុន្តែប្អូនត្រូវចាំថាប្អូនចង់ជួបឪពុកមិនល្អនឹងទៀតទេតើតាមុខមិនចង់ឃើញបើមុខមិនចង់ឃើញទេយើងធ្វើម៉េចកុំឲ្យវាមិនជួបគាត់ទៀតតោះតែយើងកុំចងពៀនៃសេចក្តីអាក្រក់ជាមួយគាត់យើងអភ័យឲ្យគាត់ទៅសន្តោសឲ្យគាត់ទៅអានឹងយើងក៏សុខទៅអនាគតជាតិយើងក៏អត់ជាប់ពៀជាមួយគាត់យើងត្រូវគិតថាពីអតីតមកវាមិនដឹងថាយើងចោលគេដែរក៏មិនដឹងបាទគេចោលយើងដូចគ្នាព្រោះពុទ្ធសាសនានិយាយពីហេតុនិងផលបងអូនពិចារណាមើលកូនគេគ្រប់គ្នាមិនក៏មិនដូចយើងមិនក៏គេមិនបោះបង់ចោលអញ្ចឹងយើងពិចារណាថានេះជាពូជរបស់យើងពីអតីតមិនដឹងថាយើងសាបព្រោះពូជអីអញ្ចឹងបងអូនទទួលយកថាវាជាពូជរបស់យើងទាំងអស់គ្នានឹងរៀងខ្លួនអញ្ចឹងបើយើងអត់ចង់ជួបគាត់តើទៅកុំចងពៀគាត់ហើយបើចងពៀគាត់នៅតែជួបមួយគាត់ទៀតហើយយើងក៏បីពិចារណាចេះមកលើកឧទាហរណ៍ថាមនុស្សយើងខ្លះចឹងញោមម៉ែឪកំថាតែបោះបង់ចោលតាំងពីតូចដូចគាត់នឹងអ្នកខ្លះម៉ែឪចិញ្ចឹមយកចាប់ទុកដាក់ថែរក្សាឈឺជាក្តៅរងាតាំងពីក្រហមលញ័ររហូតដល់កំមុំកំឡោះគ្រាន់តែម៉ែឪខុសឆ្គងតិចវាកាត់កាលម៉ែឪឯងចោលហ្មង
នឹងវាស្អប់ខឹងម៉ែឲ្យឯងជួនកាលអាមិនខុសអីសោះគ្រាន់តែចែកដីគេឲ្យអត់ស្មើគ្នាក៏វាកាត់ម៉ែឯងចោលដែរហ្នឹងកាត់ការម៉ែឲ្យឯងចោលក៏ចែកគេទ្រព្យសម្បត្តិគាត់ឲ្យមិនស្មើគ្នាហ្នឹងណាគ្រាន់តែស្រីពៅបាន2អំពកវាបាន1អំពកក៏ប៉ុណ្្នឹងសោះហ្នឹងហើយញោមពិចារណាមើលកំហុសម្ដាយឪពុកនៅត្រង់ណាពេលខ្លះគ្រាន់តែពាក្យសម្ដីកាយវិការមិនសមរម្យដាក់យើងតិចតួចយើងកាត់កាលគាត់ចោលប៉ិនប្រុសស្នេហ៍យើងនេះទាត់យើងធាក់3 4ត្រឡប់នៅតែអត់អោនឲ្យគេក្មេងខ្លះណាញោមប្រុសខ្លះវាយដំទាត់ធាក់3 4 10ត្រឡប់គេជេរគេដៀលគេប្រមាថការទៀនយ៉ាងម៉េចក៏នៅតែសន្តោសឲ្យគេអូននៅតែអភ័យឲ្យបងហើយចោះម្ដាយបកើតយើងចិញ្ចឹមយើងថែរក្សាយើងមិនក៏កូនមិនអភ័យឲ្យម៉ែមិនក៏មិនអភ័យឲ្យឪពុកឲ្យធម្មជាតិនៃម្ដាយឪពុកទុកបីជេរស្ដីថាយើងយ៉ាងណាក៏ដោយគឺក្នុងន័យចង់ឲ្យតែយើងចម្រើនមិនដែលម៉ែឪណាជេរចង់ឲ្យកូនវានេះទេមិនអញ្ចឹងណាញោមយ៉ននឹងទាំងអស់គ្នាបងគ្រប់ម្ដាយគ្រប់ឪពុកហើយពាក្យម្ដាយឪពុកនេះគឺកម្រផ្អែមណាស់ប៉ុន្តែមិនបង្កប់អត្តន័យផ្ដាល់ទៅនៅសេចក្តីទុកឲ្យយើងទេតាមនុស្សក្រៅពីម្ដាយឪពុកទេដែលផ្អែមហើយផ្ដាល់ទុកឲ្យយើងហើយមនុស្សយើងធម្មជាតិមនុស្សយើងគឺมันខុសពីសម្ោចទេធម្មជាតិនៃស្ត្រីចូលចិត្តតែផ្អែមហ្នឹងពាក្យដែលត្រង់ពាក្យដែលមិនព្រោះមិនចូលចិត្តទេមកពីចូលចិត្តអាផ្អែមហ្នឹងបើចេះស្រឡាញ់ស្ពានជ្រោយយវ៉ាស្រឡាញ់ស្ពានកិសនាស្រឡាញ់ឡានដឹកដីហ្នឹងចឹងយើងទាំងអស់គ្នាគប្បីពិចារណាចឹង